tao ở vậy tới chỉ hồng xuôi bà បាទ ចឹងហុងស៊ុយជាទូទៅយើងតែងតែឮថាអូទៅលើអបិយជំនឿការសែនព្រេនឬក៏រឿងទាំងអស់ហ្នឹងជាប្រភេទសាសនាអីចឹងទៅប៉ុន្តែហុងស៊ុយគឺមិនមែនទេហុងស៊ុយគឺមានពាក្យតែពីរម៉ាត់តែប៉ុណ្ណោះគឺហ្វុងហើយនឹងស៊ុយហ្វុងហ្នឹងគឺសំដៅទៅលើខ្យល់ហើយស៊ុយហ្នឹងគឺសំដៅទៅលើទឹកបាទអញ្ចឹងអត្ថន័យរបស់ហុងស៊ុយគឺមិនមែនទៅលើការសែនព្រេនទេហុងស៊ុយគឺជាសិល្បៈនៃការរៀបចំទីតាំងឬក៏កន្លែងណាមួយដើម្បីឲ្យយើងទទួលបានផលយើងរីកចម្រើនហើយយើងងាយក្នុងការឆាប់ជោគជ័យបាទនឹងគឺជាអត្ថន័យរបស់ហុងស៊ុយគឺបែបហ្នឹងបាទជប់ផ្សារភ្ជាប់ទៅនឹងពាក្យថាអ្វីទៅជាហុងស៊ុយផ្ទះមានពាក្យផ្ទះថែមទៀតបាទហុងស៊ុយផ្ទះតាមពិតទៅហុងស៊ុយគេនិយាយសំដៅទៅលើបរិយាកាសទៅលើខ្យល់ទៅលើទឹកសំណើមមជ្ឈដ្ឋានជុំវិញខ្លួនយើងនេះឯងគឺហុងស៊ុយអញ្ចឹងគឺហុងស៊ុយនៅពេលដែលយើងរៀបហុងស៊ុយឬក៏ផ្ទះណាមួយដែលមានហុងស៊ុយអញ្ចឹងគឺទីតាំងនោះគឺមានខ្យល់បរិយាកាសល្អបាទអញ្ចឹងដល់ពេលដែលយើងរៀបហុងស៊ុយគឺយើងបានរៀបនៅទីតាំងប្រព័ន្ធខ្យល់ចេញចូលទៅក្នុងផ្ទះនោះមិនឲ្យស្ទះចរន្តខ្យល់អញ្ចឹងមនុស្សយើងគ្រប់គ្នាគឺតែងតែត្រូវការដកស្រូបនៅអុកស៊ីសែនបាទអញ្ចឹងឯងគឺខ្យល់បរិយាកាសល្អយើងរស់នៅទីតាំងដែលមានហុងស៊ុយអញ្ចឹងឥទ្ធិពលរបស់ហុងស៊ុយនឹងផ្ដល់ឲ្យយើងទទួលបាននៅសុខភាពល្អអារម្មណ៍ល្អភាពរីកចម្រើនរបស់យើងគឺងាយស្រួលដោយសារតែមនុស្សសុខភាពល្អការគិតរបស់គាត់គឺត្រឹមត្រូវបាទគឺរីកចម្រើនបែបនេះឯងបាទហ្នឹងគឺទី1គឺល្អជួយទៅលើផ្នែកសុខភាពបាទបាទអញ្ចឹងគឺទីតាំងដែលល្អគឺផ្នែកសុខភាពនឹងឯងអញ្ចឹងនៅពេលដែលគាត់រៀបហុងស៊ុយមនុស្សគ្រប់គ្នាតែងតែចង់បានទីតាំងដែលល្អចង់បានសេចក្តីសុខអញ្ចឹងគឺយើងបានយកហុងស៊ុយនឹងយកមកដាក់បញ្ចូលនៅទីតាំងផ្ទះរបស់គាត់